ខ្ញុំបានឮថាអ្នកមិនអាចទទួលបានពិន្ទុ140លើភាសាអង់គ្លេសនិងភាសាចិនទៀតទេអ្នកបានចូលរៀននៅសាកលវិទ្យាល័យប៉េកាំងរួចហើយការទទួលខុសត្រូវក្នុងការនាំមកនូវភាពរុងរឿងដល់គ្រួសារត្រូវបានប្រគល់ឲ្យអ្នកនៅតែត្រូវផ្ទេរមកវិញនៅឆ្នាំចុងក្រោយរបស់អ្នកមិនអាចប្រឡងចូលមហាវិទ្យាល័យនៅទីនេះបានទេខ្ញុំដឹងពីមូលហេតុដែលអ្នកទូចឲ្យធ្វើអ្វីឲ្យពិបាកឆ្នាំទី2នៃវិទ្យាល័យគឺសំខាន់ណាស់ខ្ញុំបានសន្យានឹងអ្នកថាខ្ញុំនឹងត្រឡប់មកវិញហើយស្នាក់នៅរយៈពេល6ឆ្នាំបន្ទាប់ពីការប្រឡងចូលមហាវិទ្យាល័យរួចខ្ញុំនឹងត្រឡប់ទៅជាមួយអ្នកវិញសុខសប្បាយជាទេតើកូនកំពុងសម្របខ្លួនទៅនឹងសាលារៀនបានល្អទេជាសំណាងល្អម៉ាក់ដឹងថាកូននៅតែមានគំនិតផ្ទាល់ខ្លួនតាក់ទងនឹងរឿងសំខាន់ដរាបណាយើងទាំងអស់គ្នាមានសុវត្ថិភាពនិងមានសុខភាពល្អហើយគាត់អាចធ្វើអ្វីដែលគាត់ចូលចិត្តនោះមិនអីទេម៉ាក់ខ្ញុំនឹងទៅស៊ីឈួនដើម្បីធ្វើម្ហូបខ្លះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបើម៉ាក់ចង់ញ៉ាំអ្វីទេគ្រាន់តែប្រាប់មីងទៅព្រៅកំពុងធ្លាក់ប្រសិនបើអ្នកក៏ចូលចិត្តខ្ញុំដែរបន្ទាប់មកអ្នកនឹងរម៉ោង8:20ព្រឹកក្នុងឆ្នាំ2008នេះជាការសារភាពលើកទី2របស់ខ្ញុំចំពោះអ្នកនេះក៏ជាលើកចុងក្រោយដែរមែនហើយខ្ញុំពិតជាប្រាកដណាស់ថាវាជាលើកចុងក្រោយហើយអញ្ចឹងបើអ្នកទទួលយកការសារភាពរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំនឹងឲ្យ CD នេះដល់អ្នកដែលមានអ្វីគ្រប់យ៉ាងដែលខ្ញុំចង់និយាយទៅកាន់អ្នកខ្ញុំមិនដឹងថាខ្ញុំនឹងបញ្ចប់ក្នុងស្ថានភាពអាក្រក់ឬអត់ទេសមរភូមិស្នេហាដ៏អស្ចារ្យចាប់ផ្ដើមទេវាដូចជាក្មេងពេកហើយនេះជារឿងចាស់ទុំពេកហើយព្រះជាម្ចាស់ឲ្យសូម្បីតែម៉ាក់របស់ខ្ញុំគិតថាការរៀបចំរបស់ស៊ឺនឹងហួសសម័យហើយខ្ញុំណែនាំអ្នកឲ្យបោះចោលវាមែនហើយត្រូវហើយខ្ញុំកំពុងប្រាប់អ្នកថាវាមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីចាប់ផ្ដើមឥឡូវនេះទេនេះគូជាមួយតោះទៅវ៉ាវវាពិតជាការវិលជុំដ៏ល្អមែនឥឡូវនេះអ្នកអាចបើកភ្នែកបានហើយអស្ចារ្យមែន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 បងប្រុសវាត្រូវចំណាយពេល1ម៉ោងដើម្បីប្ដូរសម្លៀកបំពាក់វាគ្រាន់តែមើលភាពយន្តជាមួយស៊ូនាននិងអ្នកអតីតប៉ុណ្ណោះបាទចាសោះតោះទៅតើអ្នកស្លៀកពាក់បែបនោះដើម្បីទៅណាត់ជួបដោយងឹតងល់មែនទេហើយជាមួយនឹងប្រអប់អំណោយមួយផងដែរខ្ញុំភ្នាល់ថាអ្នកមិនមែនទេសូម្បីតែប៉ាខ្ញុំក៏រក DVD Unparalleled របស់យាយឆៅមិនឃើញដែរចុះប៉ាវិញធ្វើម៉េចទើបអាចរក DVD របស់អ្នកបានមែនទេបងប្រុសមានរឿងមិនប្រក្រតីជាមួយប្អូនមានសុខភាពល្អរាងកាយប៉ុន្តែសុខុមាលភាពផ្លូវចិត្តសំខាន់ជាងប្រាប់ខ្ញុំតាមត្រង់មកមែនទេស៊ុនជៀនមានរឿងអ្វីមួយលើគាត់បាទចាសោះតុក្កតា Barbie ដ៏ធំសម្បើមមែនខ្ញុំទៅហើយហេតុអ្វីវាមិនអីទេក្នុងការផ្ដល់ឲ្យអ្នកអឺម
បាត់ចាសបាត់ចាសឡយុវវ័យប្រៀបដូចជាវាលភក់ដ៏ធំមួយដែលរាល់ពេលតែងតែផ្លាស់ប្ដូរឥតឈប់ឈរទោះបីជាវាជាថ្ងៃដែលក៏ដោយមនុស្សមួយចំនួនទន្ទឹងរង់ចាំវាមនុស្សមួយចំនួនមិនដឹងថាព្យុះនឹងមកដល់ទេនៅថ្ងៃដែលជីតារបស់នរណាម្នាក់ធំឡើងខ្ញុំនិងលូស៊ឺមិនបានជួបគ្នាទេព្រោះក្រុមគ្រួសាររបស់គាត់កំពុងធ្វើការនៅវែងឈួននៅពេលដែលមានគ្រោះរញ្ជួយដីកើតឡើងពួកគេថែមទាំងបាននិយាយទូរស័ព្ទរំលឹកគ្នាទៅវិញទៅមកឲ្យបិទភ្លើងហើយប្រុងប្រយ័ត្នពេលចេញទៅក្រៅទៀតផងនាងហេតុអ្វីបានជាអ្នកនៅម្នាក់ឯងមនុស្សពេញវ័យទាំងអស់បានទៅដោះស្រាយបំណុលដែលនៅសល់អ្នកដែលសាងសង់បានទៅបាត់ហើយដូច្នេះលំហូរសាច់ប្រាក់បានរីងស្ងួតថ្ងៃនេះពួកគេនិយាយថាវាជាពិធីបុណ្យសពប៉ុន្តែមនុស្សទាំងអស់ដែលមកគឺជាអ្នកទារបំណុលពួកគេបាននៅខាងក្នុងចាប់តាំងពីពួកគេត្រឡប់មកវិញហើយមិនបាននិយាយអ្វីទាំងអស់ចាំខ្ញុំប្រាប់ឯងណាកូនកុំគិតថាសេចក្តីស្លាប់លុបបំបាត់បំណុលរបស់ឯងអីអញដឹងថាគ្រួសារឯងនៅតែមានលុយធានារ៉ាប់រងពេលឯងទទួលបានវាហើយចូលសងលុយដែលឯងជំពាក់ចៅវាយយើងវិញភ្លាមបើមិនដូច្នោះទេយើងនឹងខ្ចាត់ខ្ចាយផេះរបស់ឯងសួស្តីបងប្រុសនាឡិកាក្មេងនេះមើលទៅមានតម្លៃណាស់ថតទុកសម្រាប់ខ្ញុំជាការចាប់អារម្មណ៍តើអ្នកចូលចិត្តវាទេតើអ្នកកំពុងធ្វើអ្វីលែងដៃរបស់អ្នកចេញវាសម្រាប់តែអ្នកលោកគ្រូតូចខ្ញុំបានឬលោកគ្រូហាត់ព្យ៉ាណូគ្រាន់តែអូស្រាលអ្នកលេងព្យ៉ាណូទាំងអស់នោះក៏បាត់ទៅហា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 អាតើអ្នកកំពុងព្យាយាមធ្វើអ្វីគ្រាន់តែប្រាប់ខ្ញុំពីផ្នែកណាមួយនៃខ្ញុំដែលអ្នកចង់ធ្វើឲ្យពិការអ្នកមិនចាំបាច់លើកកម្រាមដៃទេខ្ញុំនឹងធ្វើវាសម្រាប់អ្នកតើអ្នកចង់និយាយអ្វីអ្នកគ្រាន់តែចង់បានលុយមែនទេខ្ញុំមិនមានលុយឥឡូវនេះទេប៉ុន្តែខ្ញុំមានលុយធានារ៉ាប់រងបន្តទៅធ្វើឲ្យខ្ញុំពិការឥឡូវនេះខ្ញុំគួរតែចូលទៅក្នុងបន្ទប់អ៊ីកបន្ទាប់មកលុយទាំងអស់នៅក្នុងកណេរបស់ម៉ាក់ខ្ញុំនឹងយកទៅចំណាយលើការព្យាបាលរបស់ខ្ញុំហើយអ្នកនឹងមិនបានមួយកាក់មួយសេនទេមិនត្រឹមតែប៉ុណ្ណោះដបស្រាបៀរនេះត្រូវបានគ្របដណ្ដប់ដោយស្នាមម្រាមដៃរបស់អ្នកខ្ញុំបានទូរស័ព្ទទៅប៉ូលីសរួចហើយប្រសិនបើប៉ូលីសមកដល់ហើយកំណត់ថាអ្នកជាអ្នកធ្វើវាអ្នកនឹងត្រូវជាប់គុកហើយអ្នកនឹងបាត់បង់ទាំងលុយកាក់និងកេរ្តិ៍ឈ្មោះរបស់អ្នកសូមគិតវាឡើងវិញឲ្យបានម៉ត់ចត់ខ្ញុំនឹងរាប់ដល់3អ្នកនឹងមិនចាក់ចេញទេពួកគេជាឧក្រិដ្ឋជន3ចោះបងប្រុសច្បងវិញខ្ញុំកំពុងរត់កុំមកជាមួយខ្ញុំបែបនេះអីអ្នកមិនអាចឲ្យគាត់មានអារម្មណ៍វាបានទេគាត់មិនមែនជាមនុស្សតែម្នាក់គត់ដែលប្រកាន់ខ្ជាប់នៅរឿងនេះទេគាត់មានវិធីដោះស្រាយវាចូលយើងវិចខ្ចប់វាហើយរក្សាវាឲ្យមានសុវត្ថិភាពអឺមមកចោះនេះជាពួកគេមកជួយ Insa Boys ជាហ្គេមដ៏ល្អមួយនេះជាក្រដាសប្រឡងរបស់អ្នកដែលអ្នកទទួលបានចំណាត់ថ្នាក់លេខ1ដុតក្រដាសនេះសម្រាប់មីងរបស់អ្នកនោះនាងអាចអួតប្រាប់មនុស្សគ្រប់គ្នានៅស្ថានសុគថាកូនប្រុសរបស់ខ្ញុំជាប់លេខ1នៅក្នុងថ្នាក់ទោះបីជាអ្នកផ្សេងទៀតជាប់លេខ1ក៏ដោយក៏គាត់នៅតែជាប់លេខ1ចាំមើលថាអ្នកណាហ៊ានសើចចំអកឲ្យមីងរបស់អ្នកដែលមិនមានដុំមាសស្អិតទាំងនោះបាត់ចាសវាជាដូច្នោះមែនខ្ញុំអាចដូច្នេះអ្នកនិយាយសួស្តីមិនអាចទេអ្នករកឃើញបែកខ្ញែក
យន់ជីគិតអញ្ចឹងទៅអ្នកឈួតហើយចុះនិយាយសួស្ដីទៅបំបែកអ្នកតើចិត្តជាការអាណិតអាសូរមែនទេវាជាមិត្តភាពខ្ញុំនឹងនៅទីនោះសម្រាប់អ្នកជានិច្ចច្បាស់ណាស់ខុសអ្នកមែនទេដូច្នេះកំពុងធ្វើមិនអីទេខ្ញុំបានចុះមកបម្រើខ្ញុំគ្មានផ្ទះសម្បែងទៀតទេមុំមិនអីទេម៉ាក់រងចាំរហូតដល់ខ្ញុំពិតជា